រូបដាក់សាទណាជាមួយនឹងប្រាសាទនេះគឺរូបព្រះអង្គប្រសូតដែលព្រះអង្គនេះសូតហើយនេះព្រះអង្គត្រាស់ដឹងស្អាតភ្លើងដាក់ភ្លើងអំភ្លឺនេះព្រះអង្គចូលបរិនិព្វានក្រុមការងារនៅសស័កស្រាមម៉ោងនេះម៉ោង 7:10 ហើយម៉ោង 7:10 យប់ហើយអញ្ចឹងបងប្អូនយើងបើសិនជាមិនមានតាណាទេចង់និមន្តឬក៏អញ្ជើញមកសម្រាប់វត្តអង្គរបច្ច័យក្នុងអង្គរបច្ច័យក្រៅសហការគ្នាសម្រាប់ប្រារព្ធពិធីបុណ្យវិសាខបូជាមានពេលមុននោះក៏វត្តទាំងពីរនេះក៏បានសហការគ្នាប្រារព្ធនៅពិធីបុណ្យមាឃបូជារួចហើយទទួលបានការគ្រប់គ្រងពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាញោមពុទ្ធបរិស័ទទាំងច្រើនមែនតើនេះគឺផ្កាស្រស់មានផ្កាស្រស់ពិតជាស្អាតទីធ្លាអាចឲ្យប្រជាពលរដ្ឋរបស់យើងញាតិញោមពុទ្ធបរិស័ទមកទស្សនាកម្សាន្តសប្បាយហើយនឹងទទួលយកនៅកម្លាំងសទ្ធារៀងៗខ្លួនបានក្រុមការងារមិនទាន់បានចប់ទេតាមទីធ្លាហើយយើងនឹងមានការសម្រួលចរាចរណ៍បានល្អប្រសើរជាងកាលពីមាឃបូជាដោយសារតែសារនេះព្រះអង្គទាំងពីរអង្គបានបង្ហាញឲ្យថានឹងមានការរៀបសណ្ដាប់ធ្នាប់ពីអាជ្ញាធរនៅឃុំអំពិលឃុំអំពិលអញ្ចឹងមានអាជ្ញាធរដែលអាជ្ញាធរនឹងរៀបចំអត់ឲ្យប្រជាពលរដ្ឋរបស់យើងពិបាកដូចមុននេះមានប៉ុណ្ណឹងទេហើយបាយនោះមើលទៅមើលពីនោះខ្ញុំជួយរៀបចំដែរថតចិត្តចាំវីដេអូក្រោយមួយទៀត